សួស្តីចឹងខ្ញុំនឹងមកបង្ហាញរបៀបគូសផាត exercise 1នេះមួយនៅក្នុងកម្មវិធី SolidWorks ចឹងយើងចូលមក SolidWorks ផងយើងមកបន្តមកទៀតយើងយកកន្លែង new កន្លែងនេះបាទបន្តមក double click ទៅលើ path នេះចឹងកន្លែងនេះខ្ញុំសូមទៅជ្រើសរើស plan ដើម្បីធ្វើការគូសចឹងខ្ញុំសូមជ្រើសរើសប្លង់ top បន្តមកយកពាក្យថា sketch នៅកន្លែងនេះបាទបន្តមកទៀតកន្លែងនេះយើងយកជា center rectangle មួយមកបន្តមកទៀតយើងយក smart dimension ដើម្បីធ្វើការកំណត់កន្លែងនេះគឺ125ហើយបណ្ដោយគឺ200តទៅពីបានប៉ុណ្ណឹងហើយយើងបដូរ view orientation របស់យើងកន្លែងនេះទៅជា isometric ណាឬក៏ control បូនលេខ7បាទបន្តមកទៀតចូលមក picture មកយក extrude យើងចាប់ទាញឡើងមកកន្លែងនេះកំណត់50បាទបន្ទាប់ពីបានប៉ុណ្ណឹងយើងមកមើលផានរបស់យើងរៀងខ្មៅចឹងកន្លែងខ្ញុំសូមបដូរកន្លែងពី 3.5 នេះទៅជា plan y បាទរៀងខ្លាំងបន្តមកទៀតខ្ញុំដាក់ពណ៌បន្តិចដើម្បីឲ្យយើងស្រួលភ្នែកក្នុងការមើលណាបាទចឹងកន្លែងខ្ញុំយកពណ៌នេះចុះបន្តមកខ្ញុំចុច OK បាទចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងទៅគូសកន្លែងនេះ25 75កន្លែងនេះបាទកន្លែងនេះយើងចូលកន្លែងនេះមកយកមកផងយើងមកប៉ះកន្លែង face កន្លែងនេះមកបន្តមកយកពាក្យថា sketch បាទកន្លែងនេះខ្ញុំយកជា rectangle ដែរ center rectangle ខ្ញុំចាប់ទាញចេញមកបាទបន្តមកទៀតកន្លែងនេះខ្ញុំកំណត់ពីចំណុចកណ្ដាលនេះមកចំណុចកន្លែងនេះគឺ25បាទហើយកន្លែងនេះវាឡើងកន្លែងនេះនឹង control set មកវិញបាទកន្លែងនេះដោយសារតែយើងចាប់អត់ចំចំណុចទេណានេះ smart dimension កំណត់កន្លែងនេះមកចំណុចកន្លែងនេះ25បាទអញ្ចឹងបើសិនជាវារត់ឡើងអញ្ចឹងយើងអាច add នៅ relation មួយទៅកន្លែងនេះ add relation មួយបន្តយើងចុចចំណុច0កន្លែងនេះជាមួយនឹងចំណុច0កន្លែងនេះបន្តមកយើងចុច coincident នេះឲ្យវាជាប់គ្នាកន្លែងនេះវិញណាបាទអញ្ចឹង25នៅដែរបន្តមកទៀតយើងយក smart dimension នេះ select កន្លែងនេះមកកន្លែងនេះបាទកន្លែងនេះយើងយក75ចែក2បាទអញ្ចឹងហើយប្រវែងសរុបរបស់វាគឺ75ណាបាទបាទអញ្ចឹងកន្លែងនេះចាប់ទាញចេញបន្តិចមកបន្តមកទៀតយើងចូលទៅ fracture យក extrude cut បាទអញ្ចឹងកន្លែងនេះយើងចាប់សញ្ញាព្រួយនេះទាញបណ្ដាច់បាទបន្តមកទៀតយើងទៅមើល drawing របស់យើងធ្វើកន្លែងនេះអញ្ចឹងកន្លែងនេះជម្រៅ20បន្តមកយើងទាញពី20នេះមកផ្ចិតចំកែមកន្លែងនេះមានទំហំ40អញ្ចឹងកន្លែងហ្នឹងយើងត្រូវទៅ create ប្លង់មួយទៀតប្លង់ front បាទបន្តមកទៀតយើងចុចប្លង់ front មួយមកបន្តមកយកពាក្យថា sketch កន្លែងនេះមកឆ្វេងណាបាទអញ្ចឹងបន្ទាប់មកកន្លែងនេះយើងយក point មួយមកដៅ point មួយបន្តមកកំណត់ធ្វើការកំណត់ពីកន្លែងនេះមកកន្លែងនេះ20ណាបាទ20បន្តមកទៀតយើងយក line របស់យើងមួយមកភ្ជាប់ពីនេះមកផ្ចិតកន្លែងនេះបាទបន្តមកកន្លែងនេះជាប់មកកន្លែងនេះវិញបន្តមក escape ដើម្បីផ្ដាច់នៅ command line ហ្នឹងបដូរ view orientation របស់យើងមកបាទទៅ isometric វិញបន្តមកកន្លែងនេះយើងយក extrude cut ចូល fracture យក extrude cut មកបាទអញ្ចឹងកន្លែងនេះបើសិនជាយើងកន្លែង direction 1នេះនៅកន្លែង line យើងត្រូវបដូរទៅជា mid plane បាទបន្តមកធ្វើការកំណត់បាទ40ណាបាទអញ្ចឹង40ទំហំពីកន្លែងនេះមកកន្លែងនេះគឺ40បន្តយើងចុច OK មកបាទយើងដាច់កន្លែងនេះបាទបន្តមកទៀតយើងទៅធ្វើកន្លែងនេះគឺពីកម្ពស់នេះមកកម្ពស់នេះគឺ35អញ្ចឹងកន្លែងនេះយើងគូសចេញពីចំណុចនេះមកខាងនេះណាបាទអញ្ចឹងយើងចុចកងកណ្ដាលយើងជាប់ពវល់មកបន្តមកទៀតយកមកយើងទៅប៉ះកន្លែង face ហ្នឹងចុច face មកឆ្វេងមួយបន្តមកយកមកឆ្វេងទៅលើ sketch មួយទៀតណាបាទបន្តមកទៀតកន្លែងនេះខ្ញុំសូមដៅ point មួយខាងលើនេះបាទបន្តមកយក smart dimension ធ្វើការកំណត់ពីកន្លែងនេះមកកន្លែងនេះគឺ35បាទបន្តមកទៀតយើងយក circle របស់យើងមកគូសមកកម្មរបស់យើងគឺ35បាទយើងកំណត់កន្លែងនេះកម្មណា35បាទបន្តមកទៀតយើងយក smart dimension ដើម្បីដាក់ lock វងយើងណាបើសិនជាយើង lock វងយើងទេជួនកាលវងយើងអាចផ្លាស់ប្ដូរនៅទំហំបានបាទបន្តមកទៀតកន្លែងនេះគឺយើងយក line មួយមកចាប់ពីកន្លែងនេះមកដល់ត្រឹមស្មើកន្លែងនេះមកត្រឹមហ្នឹងមកនេះស្មើត្រឹមបន្ទាត់ហ្នឹងមកបាទបន្តមកទៀតយើង add relation ដើម្បីវាជាប់នេះណាបាទ add relation បាទយើងត្រូវ select part ណាដែលយើង entity ណាដែលយើង select មុនវានឹងរត់ទៅរក entity ដែលយើង select ក្រោយឧទាហរណ៍ថាឥឡូវខ្ញុំចង់ឲ្យវងនេះបាទរត់មករកបន្ទាត់នេះខ្ញុំចុចចេះបន្តមកចុច coincident មកវារត់មិនចេះខ្ញុំ control set មកវិញអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នា add relation បើសិនជាអ្នកទាំងអស់គ្នា select កន្លែងនេះបន្តមក select វងហើយបន្តមក coincident បន្ទាត់កន្លែងនេះវារត់វងរត់មករកណាបាទតែបើសិនជាមានករណីខ្លះគឺបន្ទាត់នេះរត់ទៅរកវងនឹងវិញណាបាទអញ្ចឹងឥឡូវបើសិនជាវារត់មកអញ្ចឹងអូខេអត់អីទេអញ្ចឹងឡើយយើងភ្ជាប់ពីចំណុចនេះមកចំណុចនេះមួយទៀតមកបាទ escape ចេញអញ្ចឹងយើងមើលវងរបស់យើងកម្ម35គឺ70បាទអូខេបន្តមកទៀតកន្លែងនេះយើងយក trim មកផ្ដាច់កន្លែងណាដែលយើងអត់ត្រូវការណាបាទបន្តមកទៀតកន្លែងនេះវងនេះយើងគូស40បាទ20កន្លែងនេះគឺ20ចឹងកន្លែងនេះយើងមកមើលកន្លែងនេះ25ខុសហើយកន្លែងនេះគឺ35ណាអញ្ចឹងកន្លែងយើងដូរ35វិញបាទកំពុងយើងឡើងទៅលើណាបាទអញ្ចឹងកន្លែងនេះយើងយកត្រង់អញ្ចឹងកន្លែងនេះយើងបាទកន្លែងនេះយើងឲ្យត្រូវទៅ add relationship សាថ្មីបាទកន្លែងយើងគូស line មួយមកដោយសារតែយើងដាក់នេះខុសបាទកន្លែងនេះមកកន្លែងនេះអញ្ចឹងកន្លែងនេះយើងឲ្យវា vertical ណាបាទចុច vertical មកអញ្ចឹងវារត់ត្រង់គេឲ្យបាទបន្ទាប់ពីបានប៉ុណ្ណឹងមកយើងឲ្យ isometric មកយើងធ្វើការ extrude វាមកextrude កន្លែងនេះយើងឲ្យចាប់ទាញមកខាងនេះវិញបាទ select មកខាងនេះមកបន្តមកទៀតកន្លែងនេះយើងវាយ30យើងមកមើល drawing របស់យើងមកកន្លែងនេះ50ណាបាទ50មកបន្តយើងអូខេមកបាទអញ្ចឹងយើងទទួលបាននេះមួយបាទបន្តមកទៀតយើងមកមើលយើងមកធ្វើ replay នេះបាទ replay នេះយើងត្រូវ create plan មួយទៀតបាទ create ចេញពីកន្លែងនេះណាបាទអញ្ចឹងកន្លែងនេះឲ្យយើងចូលទៅ reference geometry មកយក plan បន្តមកយើង select យើងចូលទៅកន្លែងឲ្យ reference geometry យើង select កន្លែងនេះមកបាទបន្តមកយើង flip វាមកកន្លែងបន្តមកយើងវាយតម្លៃវា20នេះកន្លែងនេះពីកន្លែងនេះមកកន្លែងនេះ20ដោយសារពីកន្លែងនេះពីត្រឹមនេះដល់ត្រឹមនេះគឺ30អញ្ចឹងកន្លែងនេះយើងវាយ20មកបន្តមកយើងអូខេមក
lại ní vô màu phần dương tập ta lại plan mùi phần dương tóm mới vô cái sketch bà tóm bị sketch mới vô point phần dương đau lại như muối tóm mất thưa ca cầm nọt đi lại kem đi màu kem thì máu cứ chất sập lại nắng chất sập tóm mất tiết vô lại phần dương muối shop đi cho ní model lại như màu bà lại nắng trao add relation mới tiết ao vì coincident lại ní just lại mình coincident attention đấy bà lại ní add relation mới tiết máu add relation máu tóm mình select entity hay năng lại cùng máu để vô cái attention đi máu bà ok chẳng bắt bị ban phần nắng dương đồ view orientation phần dương bà tóm mất tiết dương châu tập lại kết chớ vô comment rip bà chẳng rip lại ní dương bạc mặt hàng ở từ mặt hàng máu tóm lại ní dương vay cầm viết cứ sam sắp cứ tầm này nè bà tóm mấy cái ok mà bà chẳng plan lại ní mình sẽ dương trong tục tới do trong tục mau đám hit chồng nè bà chẳng dươngตัวbàn này nơi phản exercise muối chẳng dương ai vôตัวcam bàn này nè chẳng chăm chụp như nơi video bắt tập tiệt